យើងឃើញអ្នកខ្លះលើកឡើងថាឥឡូវពួកថៃឆ្លៀនពៀនមកយកដីយើងនៅព្រំដែនហ្នឹងជុំមិនមិនបាញ់ទៅទាហានឯងមិនក៏មិនផ្លោងទៅឈរទៅអីទីមួយសូមបញ្ជាក់ជូនថាប្រសិនបើកងទ័ពយើងមិនឈរជើងរឹងមាំគ្រប់កន្លែងតើមានស្ថានភាពល្អនេះទេគេយកដីយើងអស់បាត់ទៅហើយគេចូលយកដីពោធិ៍សាត់គេចូលយកទីក្រុងភ្នំពេញបាត់ទៅហើយដូច្នេះជាគោលនយោបាយរបស់សម្ដេចមហាបវរធិបតីរបស់រាជរដ្ឋាភិបាលគឺការពារបូរណភាពទឹកដីដល់ដំណាក់កាលចុងក្រោយអានឹងមួយគឺជាខ្សែក្រហមរបស់ការដឹកនាំរបស់រាជរដ្ឋាភិបាលរួចហើយការកសាងជាតិការស្នេហាជាតិមិនមែនចាំបាច់ត្រូវយកកំភ្លើងទៅបាញ់គេទេឬក៏យកកម្លាំងបាយទៅបទ្រុបត្រាស់ជាមួយពួកឈ្លានពានយើងមិនចំណេញជាងការអត់ធ្មត់ទេមហាត្មតហ្គាន់ធីដែលជាអ្នករកឯករាជ្យភាពឲ្យឥណ្ឌាបន្ទាប់ពីអង់គ្លេសបានដាក់អាណានិគមនៅប្រទេសឥណ្ឌាលោកតាមហាត្មតហ្គាន់ធីអត់ដែលយកកំភ្លើងមកគ្រាប់អត់ដែលនាំឥណ្ឌាយកជីវិតទៅសម្លាប់ជុលជាមួយទ័ពអង់គ្លេសពួកគាត់ធ្វើអត់បានទេអង់គ្លេសមានទាហានមានអាវុធច្រើនដាក់លើអាណានិគមប្រទេសឥណ្ឌាអញ្ចឹងលោកតាមហាត្មតហ្គាន់ធីគាត់ចលនាប្រជាជនតស៊ូអហិង្សាពីព្រោះគាត់យល់ថាប្រទេសឥណ្ឌាគឺជាប្រទេសរបស់គាត់មិនជារបស់អង់គ្លេសទេទោះបីជាអង់គ្លេសថាជាប្រទេសរបស់ខ្លួនអាណានិគមរបស់ខ្លួនក៏ពិភពលោកក៏ជនជាតិឥណ្ឌារាប់ពាន់លាននាក់នៅតែថាប្រទេសរបស់គេអញ្ចឹងលោកតាមហាត្មតហ្គាន់ធីអត់ដែលទៅល្ងងនាំមនុស្សទៅចាប់កំភ្លើងយកទៅបាញ់ឲ្យអង់គ្លេសបាញ់មានលេសបាញ់ងាប់រៀលអត់ទេគឺតស៊ូបាតកម្មអហិង្សារហូតដល់បានឥណ្ឌាទៅជាប្រទេសដែលមានឯករាជ្យពីអង់គ្លេសហើយសួរថាចុះការអត់ធ្មត់ចឹងវាចំណេញអីវាចំណេញដល់នយោបាយការទូតវាអនុញ្ញាតឲ្យប្រទេសយើងទទួលបានការគ្រប់គ្រងពីបរទេសពិភពលោកគេដឹងថាមួយនោះចង់មកយកដីខ្មែរគេដឹងថាគេប្រើអំពើថោកទាបច្រើនណាស់រាប់ទាំងអាគិតមិនឃើញក៏គេគិតឃើញណាស់សូម្បីតែភ្លេងធ្វើរឿងខ្មោចចាក់រឿងខ្មោចប្លង់ទៅយប់ទៅថ្ងៃឲ្យក្មេងឲ្យចាស់ដេកមិនបានហ្នឹងដែលរំលោភសិទ្ធិមនុស្សហ្នឹងក៏គេធ្វើកាត់ដែរតែផ្ទុយទៅវិញប្រសិនបើយើងមិនអត់ធ្មត់យើងជឿតាមការញុះញង់របស់ជនមកក្តាប់ទូចដែលចេះតែចង់ឲ្យមានសង្គ្រាមហើយអត់គិតគូរហើយទៅប៉ះគ្នាលទ្ធផលវាយ៉ាងម៉េចទីមួយកម្លាំងតិចជាងគេដូចខ្ញុំលើកប៉ុន្តែសំខាន់វានឹងហិនហោចទៅវិស័យផ្សេងទៀតរាប់ទាំងកូនសិស្សប្រហែលជាមួយចំនួនធំត្រូវកែនទៅធ្វើជាទាហានហើយសួរថាតើបងប្អូនប្រមាណអ្នកដែលអង្គុយនៅនេះដែលតែឈប់រៀនអញ្ចឹងទៅកាន់កំភ្លើងឥឡូវហ្នឹងអាចមានអ្នកខ្លះទៅប៉ុន្តែប្រហែលជាមិនទាំងអស់គ្នាទេព្រោះទាំងអស់គ្នាចង់រៀនសូត្រចង់ទៅធ្វើពេទ្យចង់ទៅធ្វើវិស្វករចង់ទៅធ្វើអ្នក business ចង់ទៅធ្វើរៀនការទូតអ្នកភូមិសាស្ត្រនយោបាយអ្នកវិទ្យាសាស្ត្រគីមីវិទ្យាលក្ខណៈហ្នឹងជាការគិតគូររបស់សម្ដេចធិបតីខ្ញុំលើកបញ្ហានេះដើម្បីឲ្យការជួបជុំថ្ងៃនេះចំពោះបញ្ញវន្តចំនួនក្រោយពួកយើងហើយនឹងបងប្អូនប្រជាពលរដ្ឋយើងនៅកន្លែងដទៃទៀតយើងមានកាតព្វកិច្ចការពារសន្តិភាពផងហើយនឹងសណ្ដាប់ធ្នាប់សង្គមផងប្រសិនបើយើងគ្មានសន្តិភាពនិងសណ្ដាប់ធ្នាប់សង្គមតើរៀនសូត្រតើរកស៊ីតើអាហារតើរីកចម្រើនយ៉ាងម៉េច